សួស្តីបងប្អូននេះគឺជាវីដេអូមួយទៀតដែលពេលដែលខ្ញុំបានធ្វើដំណើរទៅលេង Colosseum ដែលស្ថិតនៅក្នុងទីក្រុងរ៉ូមផងដែរអញ្ចឹងពេលព្រឹកដោយសារតែ Colosseum នៅក្បែរជាមួយអូតែលដែរអញ្ចឹងយើងក៏ធ្វើដំណើរដោយថ្មើរជើងធម្មតាទៅកាន់ Colosseum ហើយសម្រាប់ខ្ញុំ Colosseum គឺជាក្តីសម័យរបស់ខ្ញុំមួយនៅក្នុងមជ្ឈជីវិតដែលថានឹងត្រូវទៅមើល Colosseum ឲ្យបានម្ដងចឹងទៅចាអញ្ចឹងសម្រាប់ខ្ញុំគឺរំភើបខ្លាំងមែនតើទៅដល់គឺថាទោះបីជាឃើញខ្ជូវែងខ្លាំងប៉ុណ្ណាក៏ដោយក៏នៅតែចង់ចូលដែរហើយពិតជាវែងមែនតរំតែទិញសបុតបានបងប្អូនហើយដូចជាខ្ញុំចាំមិនច្បាស់តម្លៃដូចជា26យូរ៉ូក្នុងម្នាក់ក្នុងការចូលទៅទស្សនានៅក្នុង Colosseumចឹងយើងបានធ្វើដំណើរនៅខាងក្រៅសិនមុននឹងបានចូលទៅដល់នៅខាងក្នុងមើលទស្សនវិជ្ជានៅខាងក្នុង Colosseum ជាបន្តទៀតចានេះគឺសិតតែជាទស្សនវិជ្ជានៅខាងក្រៅសិនទេចាដោយសារតែវាជាកន្លែងក្តីសម័យរបស់ខ្ញុំចឹងសង្ឃថាគ្រប់ជ្រុងគឺថតទាំងអស់ចាហើយនេះជារូបភាពចូលទៅដល់ភ្លាមគឺមានភាពរំភើបខ្លាំងពីព្រោះធម្មតាបងប្អូនទៅដល់កន្លែងដែលយើងមានក្នុងក្តីសម័យរបស់យើងអញ្ចឹងណាអញ្ចឹងវីដេអូនេះរាងវែងតិចដោយសារតែថតយ៉ាងច្រើនមែនទែនចាអញ្ចឹងឲ្យបងប្អូនមើលដែរទស្សនវិជ្ជាដែលមាននៅក្នុង Colosseum យើងមើលទៅដូចជាសាមញ្ញធម្មតាសម្រាប់អ្នកខ្លះអាចថាឃើញហើយក៏ធម្មតាតែសម្រាប់ខ្ញុំគឺអស្ចារ្យខ្លាំងមែនទែនចាចឹងថតរហូតគ្រប់ជ្រុងចង់ឲ្យបងប្អូនឃើញទស្សនវិជ្ជានៅខាងក្នុងឲ្យបានច្រើនចាព្រោះខ្ញុំជឿថាអ្នកខ្លះគាត់ថតនៅតែពីខាងក្រៅទេគាត់អត់បានចូលដល់ក្នុងអីចឹងណាតែសម្រាប់ខ្ញុំកន្លែងនេះខ្ញុំស្រឡាញ់ខ្លាំងក្តីសម័យមួយចង់ទៅឃើញចឹងគឺចំណាយពេលឡើងជាងកន្លះថ្ងៃនៅ Colosseum នឹងផងដែរទៅដល់ថតរូបផងដើរស្រូបយកខ្យល់អាកាសផងហើយពេលដែលខ្ញុំទៅហ្នឹងអាកាសធាតុវាត្រជាក់ទៀតចាអញ្ចឹងដូចជា10ជាង13 14អីហ្នឹងចាអញ្ចឹងស្រូបយកខ្យល់អាកាសនៅកន្លែងក្នុងក្តីសម័យរបស់យើងចាហើយបន្តមកទៀតក៏ធ្វើដំណើរចេញមកវិញព្រោះនៅចិត្តហ្នឹងក៏មានតំបន់ទស្សនាផ្សេងផងដែរដូចជានៅខាងក្រោយខ្ញុំហ្នឹងហើយចុះមកក្រោមហ្នឹងឃើញខ្លោងទ្វារមួយនេះដូចជាខ្លោងទ្វារសង់អេលីសេនៅប្រទេសបារាំងអញ្ចឹងបងប្អូនប៉ុន្តែសម្រាប់ប្រទេសអ៊ីតាលីអញ្ចឹងទៅហើយមុននឹងចាក់ចេញពី Colosseum ក៏នៅតែមិនតាន់ឆ្អែតក្នុងការថតរូបក៏ប៉ុន្តែនៅមានកន្លែងជាច្រើនទៀតនៅក្នុងទីក្រុងរ៉ូមដែលយើងត្រូវទៅទស្សនាអញ្ចឹងវីដេអូក្នុងការទៅទស្សនា Colosseum គឺមានតែប៉ុណ្្នឹងទេអរគុណបងប្អូនទាំងអស់គ្នាក្នុងការតាមដានទស្សនាអរគុណច្រើន